ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសេចម៉ា Welcome to Basic Human Talk មុននឹងយើងចាប់ផ្ដើមវីដេអូខ្ញុំមានសំណួរមួយចង់សួរអ្នកទាំងអស់គ្នាថានៅពេលដែលអ្នកទាំងអស់គ្នាបានឃើញវីដេអូនេះតើអ្នកទាំងអស់គ្នាអាយុប្រហែលហើយបានធ្វើការងារចំនួនប្រហែលដែរមូលហេតុដែលខ្ញុំសួរសំណួរហ្នឹងគឺនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីការងារទាំង5ដែលខ្ញុំបានធ្វើតាំងពីអាយុ19ឆ្នាំរហូតដល់អាយុ32ឆ្នាំការងារ2ក្នុងចំណោមការងារទាំង5ហ្នឹងគឺជាការងារខ្ញុំមិនដែលនិយាយទេដោយសារអីកាលពីមុនហ្នឹងចេះតែមានអារម្មណ៍ថាខ្មាស់អៀនហើយនឹងអត់ហ៊ានប្រាប់គេថាជាការងារដែលយើងត្រូវធ្វើទេប៉ុន្តែក្រោយពីអាយុច្រើនជាងមុនបបិសោតជីវិតច្រើនជាងមុនធ្វើឲ្យខ្ញុំដឹងច្បាស់ថាវាគ្មានហេតុផលស័ក្តិសមណាមួយដែលយើងត្រូវមើងងាយកិច្ចការដែលយើងធ្វើដរាបណាកិច្ចការហ្នឹងជាការងារសុចរិតហើយជាមុខរបរដែលត្រឹមត្រូវក្នុងវីដេអូហ្នឹងខ្ញុំនឹងនិយាយពីការងារទាំង5ដែលខ្ញុំបានធ្វើតើភាពខុសគ្នារវាងការងារមួយនឹងវាមិនខ្លះហើយមេរៀនអីខ្លះខ្ញុំបានរៀនពីការងារនីមួយហ្នឹងពីព្រោះការងារ5ខុសគ្នាបបិសោតក៏ខុសគ្នាមេរៀនក៏ខុសគ្នាដែរការងារទី1ដែលខ្ញុំបានធ្វើគឺនៅពេលដែលខ្ញុំមានអាយុ19ឆ្នាំហើយទើបតែមកដល់ state ដំបូងកាលហ្នឹងពេលតែទើបមកដល់អង់គ្លេសអត់សូវចេះទេអញ្ចឹងហើយការងារដំបូងគឺធ្វើការនៅក្នុងច្ក្រានបាយហើយធ្វើការក្នុងចក្រានបាយទូនាទីចម្បងគឺលាងចានហើយនៅជូតក្រោពីព្រោះយើងអត់សូវចេះអីអញ្ចឹងទៅអាហ្នឹងការងារចម្បងរបស់យើងប៉ុន្តែនៅពេលដែលយើងធ្វើយូរទៅយើងក៏ជួយចុងភៅចិត្តបន្លែចិត្តអីចឹងទៅប៉ុន្តែការងារចម្បងនៅតែជាការងារលាងចានហើយនឹងជូតក្រោហើយអ្នកដែលធ្លាប់ធ្វើការក្នុងចក្រានបាយដឹងហើយទោះបីជាចក្រានបាយនៅស្រុកណាក៏ដោយគឺក្តៅហើយរវល់អត់ឈប់ទេអញ្ចឹងអស់ពីរឿងមួយចូលរឿងមួយគឺជាក្រានបាយហ្នឹងហើយនៅពេលដែលខ្ញុំធ្វើការនៅកន្លែងហ្នឹងគេអត់ទិញម៉ាស៊ីនលាងចានឲ្យយើងលាងទេតែនឹង10ឆ្នាំមុនណាអញ្ចឹងទៅលាងនឹងដៃហើយនៅស្រុកនេះគេលាងចានគេលាងនឹងទឹកក្តៅទៀតអញ្ចឹងទៅខ្ញុំចាំបានថាដៃរបបឈាមអស់ហើយដោយសារអីយើងលាងចានវា endless វាច្រើនណាពីព្រោះកន្លែងខ្ញុំធ្វើការហ្នឹងជាកន្លែងដែលមាន 3 course អញ្ចឹងទៅគេញ៉ាំ appetizer ហើយគេញ៉ាំម្ហូបទី2ហើយបានគេញ៉ាំម្ហូបចម្បងអញ្ចឹងទៅក្នុងភ្ញៀវម្នាក់យ៉ាងហោចណាស់ក៏មានចានពី3ទៅ5ដែរដើម្បីលាងអាហ្នឹងយ៉ាងតិចហើយអញ្ចឹងទៅមានន័យថាបើសិនយើងមានភ្ញៀវ20នាក់គឺចានឆ្នាំងខ្ទះអីហ្នឹងគឺច្រើនមែនតើមកឲ្យទឹកក្តៅទៀតអញ្ចឹងទៅដៃរបបឈាមអស់ហើយយប់ឡើងគឺជូតការ៉ូដោយសារអីនៅស្រុកនេះគឺត្រូវការការ៉ូត្រូវតែស្អាតនៅក្នុងចក្រានបាយអញ្ចឹងទៅជូតការ៉ូពេលលាងចានអត់សូវមានអារម្មណ៍អីទេតែពេលដែលជូតការ៉ូចេះតែមានអារម្មណ៍ថាហើយបានជីវិតវាដល់ថ្នាក់នេះបែរជាមកត្រូវជូតការ៉ូដើម្បីលុយហើយលុយនឹងវាតិចទៀតហើយអន់ចិត្តហើយគ្រប់ពេលដែលកាន់អាម៉ប់នឹងជូតការ៉ូមានអារម្មណ៍ថាខ្លួនឯងនឹងវាដូចអត់មានតម្លៃហើយមេរៀនដែលបានពីការងារធ្វើក្នុងចក្រានបាយហ្នឹងគឺធ្វើឲ្យខ្ញុំដឹងថាគ្រប់ដំណើរជីវិតទាំងអស់សុទ្ធតែមានការចាប់ផ្ដើមគ្រាន់តែការចាប់ផ្ដើមហ្នឹងវាខុសគ្នាប៉ុណ្្នឹងឯងយើងមិនអាចប្រៀបធៀបការចាប់ផ្ដើមរបស់យើងទៅអ្នកណាគេបានទេហើយនៅពេលដែលខ្ញុំទៅញ៉ាំអីនៅកន្លែងណាក៏ដោយ restaurant ណាក៏ដោយគឺខ្ញុំអត់ងាយ complain ណាមានន័យថាទោះបីជាម្ហូបនឹងយឺតឬក៏ត្រជាក់ឬក៏អីខ្ញុំអត់ងាយ complain ទេដោយសារអីខ្ញុំយល់ថាគ្រប់មុខម្ហូបទាំងអស់ដែលលើកមកដល់លើតុឲ្យយើងញ៉ាំគឺជាការខិតខំប្រឹងប្រែងរបស់អ្នកដែលធ្វើការនៅក្នុងចក្រានបាយគឺពួកគាត់ខំប្រឹងអស់ពីលទ្ធភាពដើម្បីធ្វើម្ហូបឲ្យយើងញ៉ាំគ្មានអ្នកណាគេចង់ឲ្យម្ហូបចេញយឺតទេបើសិនជាម្ហូបចេញមកយឺតច្បាស់ជាមានបញ្ហាអីនៅខាងក្រោយដូចជាខ្វះបុគ្គលិកឬក៏មានបញ្ហាផ្សេងទៀតចឹងទៅនៅពេលដែលម្ហូបលើកយឺតគឺខ្ញុំមានត្រឡប់មួយគឺអត់ complain ទេត្រឡប់មួយទៀតដែលខ្ញុំតែងតែធ្វើគឺពេលដែលខ្ញុំញ៉ាំហើយគឺខ្ញុំតែងតែជូតតុលើកចានទៅរួចដើម្បីឲ្យមានគេមកលើកមកគេលើកស្រួលអញ្ចឹងមូលហេតុដែលខ្ញុំធ្វើអញ្ចឹងវាព្រោះមានបទពិសោធន៍មួយដែលខ្ញុំបានជួបការពីធ្វើការនៅក្នុងចក្រានបាយហ្នឹងក៏ពេលខ្លះទៅជួយគេនៅខាងមុខដែរអញ្ចឹងទៅលើកចានពេលគេញ៉ាំហើយអីចឹងទៅហើយមានតុមួយហ្នឹងពេលដែលខ្ញុំទៅលើកគឺកក្រិចមែនតើដោយសារញ៉ាំហើយកដាជូតអីនៅលើតុពេញវាអញ្ចឹងខ្ញុំចាំអារម្មណ៍នឹងថានៅពេលដែរទៅប្រម៉ូចាននឹងមកក្នុងចិត្តហ្នឹងគឺមានការរអើមមែនតើថាយើងហេតុតែធ្វើការដើម្បីលុយអញ្ចឹងណាអញ្ចឹងទៅអារម្មណ៍ហ្នឹងខ្ញុំចាំបានអញ្ចឹងទៅបានជាការទីត្រឡប់មួយថាគ្រប់ពេលដែលខ្ញុំទៅញ៉ាំអីនៅកន្លែងណាក៏ដោយគឺខ្ញុំ
ខំព្យាយាមអស់ពីលទ្ធភាពដើម្បីសម្អាតតុនឹងឲ្យស្អាតហើយនឹងរៀបចានឲ្យមានរបៀបរៀបរយដើម្បីឲ្យអ្នកដែលមកលើកចានទៅលាងហ្នឹងមានភាពងាយស្រួលជាងមុនហើយវាអត់មានអីពិបាកផងនៅពេលដែលយើងញ៉ាំអីក៏ពុបហើយយើង clean after yourself ហើយយើងទៅរួចចានដែលយើងញ៉ាំហើយទៅទេហ្នឹងឲ្យវាមានរបៀបមានរបបអញ្ចឹងទៅពេលដែលគេមកលើកក៏វាស្រួលតាមហ្នឹងដែរតែខ្ញុំនិយាយហ្នឹងដោយសារតែខ្លួនឯងធ្លាប់អញ្ចឹងមានតុខ្លះគឺមានរបៀបមែនទែនពេលយើងទៅលើកចានយកមកលាងក៏វាស្រួលតាមហ្នឹងដែរហើយការងារទី2ដែលខ្ញុំធ្លាប់បានធ្វើគឺធ្វើការនៅក្នុង bed and breakfast គឺជាអ្នក clean បន្ទប់ហើយការហ្នឹងគឺអត់បានឃើញការងារហ្នឹងជាការងារដែល upgrade ពីក្នុងជាក្រានបាយឯដោយសារនៅពេលដែលយើងជាអ្នកclean បន្ទប់គឺយើងclean បន្ទប់ហ្នឹងដូច clean ការាពុកលាងប្រគុណជូតកញ្ចក់សម្អាតបន្ទប់ហ្នឹងទាំងមូលអញ្ចឹងទៅហើយមានអារម្មណ៍ថាដូរពីលាងចានមកដល់ប្រគុណដូចជាមិនចម្រើនណាដូចជាមិនមានអីគួរឲ្យយល់ថាហ្នឹងជាការងារដែល upgrade ពីការងារចាស់អញ្ចឹងហើយ bed and breakfast ដែលខ្ញុំធ្វើការហ្នឹងគឺរបៀបដូច resort អញ្ចឹងគឺគេតែងមកសម្រាប់នៅហ្នឹងនៅពេលដែលគេមាន birthday ឬក៏ celebrating anniversary ផ្សេងឬក៏អ្នកខ្លះគ្រាន់តែចង់ទៅដើម្បីសម្រាកឲ្យឆ្ងាយពីផ្ទះមក weekend អីចឹងទៅហើយបន្ទប់ខ្លះគឺនៅពេលដែលយើងបើកទ្វារទៅគឺមានអារម្មណ៍ថាបើសិនជាត្រូវ clean កន្លះម៉ោង1ម៉ោងអី clean អត់ទាន់ហើយទេដោយសារអីវាក៏ក្រិចហើយវាញ៉ៃខ្លាំងណាស់ដល់ពេលដែលចាប់ដើមដល់ប្រគុណសម្អាតប្រគុណក៏មានអារម្មណ៍តូចចិត្តទៀតថាហេតុអីបានជាមកនៅតែធ្វើការអញ្ចឹងទៀតណាចេះតែតូចចិត្តតែក៏យូរទៅក៏បដូរការគិតថាឥឡូវយើងគិតទៅវិញថាអានឹងអ្នកដែលគេមកសិតតែអ្នកដែលគេមកដើម្បីពេលគេមានពិធីជប់លៀងសប្បាយគេcelebrate anniversary birthday ថ្ងៃល្អៗរបស់គេអញ្ចឹងណាយើងដូរថាយើងការ clean បន្ទប់យើងឲ្យស្អាតការរីបន្ទប់យើងឲ្យស្អាតហ្នឹងក៏ដើម្បីជាការរួមចំណែកមួយដើម្បី celebrate ថ្ងៃធំថ្ងៃល្អរបស់ភ្ញៀវដែរពេលដែលចាប់ផ្ដើមគិតអញ្ចឹងក៏មានអារម្មណ៍ធូរស្រាលជាងមុនទៅប៉ុន្តែបើសិនជាកាលហ្នឹងគឺឲ្យមានអារម្មណ៍ល្អអត់អារម្មណ៍ល្អគាត់ថានៅពេលដែលយើងបដូរការគិតអញ្ចឹងវាធូរស្រាលបន្តិចពេលដែលយើង check in ចាំអារម្មណ៍ថានៅពេលដែលជូនភ្ញៀវទៅបន្ទប់ពេលភ្ញៀវបើកបន្ទប់មកឃើញស្អាតចឹងគេតែងតែសើឲ្យមានអារម្មណ៍រំភើបយើងឃើញនៅមុខគេហ្មងតែគេសប្បាយអញ្ចឹងទៅក៏គិតថាអាហ្នឹងយើងចូលរួមចំណែកមួយក្នុងការដែលគេ celebrate កម្មវិធីធំក្នុងជីវិតរបស់គេអញ្ចឹងទៅមេរៀនដែលខ្ញុំរៀនបានពីការងារសម្អាតបន្ទប់ហ្នឹងគឺឲ្យយើងចេះមានអារម្មណ៍ថាមានមោទនភាពនៅពេលដែលយើងធ្វើរឿងដែលត្រឹមត្រូវទោះបីជាមានអ្នកណាគេមើលឃើញទោះបីជាមានអ្នកណាគេចាំឈរមើលឬក៏ចាំទៅសើយើងក៏ដោយតែយើងត្រូវតែទទួលដឹងមានអារម្មណ៍មោទនភាពនៅពេលដែលយើងធ្វើរឿងដែលត្រឹមត្រូវហើយរឿងមួយដែលខ្ញុំតែងតែធ្វើដោយសារតែធ្លាប់ធ្វើការនៅ bed and breakfast គឺគ្រប់កន្លែងដែលខ្ញុំទៅដេក hotel ដែលខ្ញុំទៅដេកទាំងម៉ានខ្ញុំមានត្រឡប់មួយគឺសម្អាតនៅពេលដែលយើងរៀបនឹង check out មានន័យថាបើសិនជាមានសារ៉ាំនៅលើតុលើអីគឺប្រមូលហ្នឹងដើម្បីដាក់ធុងសារ៉ាំឲ្យចងឲ្យស្អាតហើយនៅក្នុង bathroom គឺប្រមូលកសែងដែលយើងប្រើហ្នឹងដើម្បីមកទុកមកដប់ព្រោះដឹងថានៅពេលដែលគេចូលមកសម្អាតបន្ទប់បើសិនជារបស់ហ្នឹងនៅមកដប់វាស្រួលក្នុងការប្រមូលហើយសម្អាតបន្ទប់បានលឿនជាងមុនហើយរឿងមួយទៀតដែលខ្ញុំតែងតែធ្វើគ្រប់កន្លែងដែលខ្ញុំទៅដេកគឺតែងតែ leave លុយ tip លុយ tip ហ្នឹងទោះបីជាតិចឬច្រើនគឺខ្ញុំតែងតែដាក់លើតុហើយបើសិនជាអាចខ្ញុំនឹងនិយាយពាក្យថាអរគុណជាមួយនឹងលុយហ្នឹងដាក់លើតុឲ្យអ្នកដែលចូលមក clean room ហ្នឹងហើយមូលហេតុដែលខ្ញុំតែងតែធ្វើអញ្ចឹងព្រោះខ្ញុំចាំបានថាពេលដែលខ្ញុំបាន clean បន្ទប់ជាច្រើនហើយមានបន្ទប់មួយហ្នឹងជាបន្ទប់ទី1ដែលឲ្យលុយ tip ខ្ញុំ$20ខ្ញុំចាំអារម្មណ៍ហ្នឹងច្បាស់ដល់ពេលដែលចូលទៅឃើញលុយ tip ហ្នឹងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនអាចថាបានសប្បាយចិត្តដោយសារលុយប៉ុន្តែសប្បាយចិត្តមួយទៀតយល់ថាគេនឹកឃើញដល់អ្នកដែលធ្វើការចូលមកដើម្បី clean បន្ទប់ clean អីហ្នឹងគឺគេឲ្យតម្លៃយើងអញ្ចឹងណាហើយខ្ញុំចាំអារម្មណ៍ហ្នឹងបានអញ្ចឹងទៅចេះតែសម្រាប់នៅកន្លែងណាក៏ដោយគឺតែងតែឆ្លៀតឲ្យលុយ tip តិចក្តីច្រើនដីគឺអត់ដែលអត់ទេហើយការងារទី3ដែលខ្ញុំបានធ្វើគឺជាការងារដែលខ្ញុំធ្វើយូរជាងគេគឺ5ឆ្នាំកន្លះអញ្ចឹងគឺការងារនៅក្នុង retail ជា cashier ហើយនឹងជួយ stock អីវ៉ាន់ជួយកំងអីវ៉ាន់ជួយរៀបអីវ៉ាន់អញ្ចឹងទៅក៏ប៉ុន្តែការងារចម្បងគឺជា cashier ទេប៉ុន្តែយើងចេះចង់ជួយគេអញ្ចឹងណាអញ្ចឹងទៅនៅក្នុង store ហ្នឹងខ្ញុំធ្វើទាំងអស់ហ្មងទាំងការរៀបអីវ៉ាន់
ការ stock អវ៉ាន់ការកំងអវ៉ាន់ការរឹបអវ៉ាន់ប្រចាំខែគឺខ្ញុំធ្វើទាំងអស់មូលហេតុដែលខ្ញុំធ្វើការនៅក្នុងយូរដោយសារពេលដែលខ្ញុំចាប់ផ្ដើមការងារហ្នឹងគឺខ្ញុំបន្តរៀនបញ្ញាបត្រអញ្ចឹងទៅកន្លែងដែលយើងធ្វើហ្នឹងគេ flexible មួយនឹង schedule របស់យើងនៅសាលាហ្នឹងហើយធ្វើការនៅហ្នឹងខ្ញុំមានអារម្មណ៍ថាហត់ជាងគេដោយសារអីពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហ្នឹងខ្ញុំពេញទាំងអស់ដោយសារយើងរៀន full time យើងធ្វើការ part time អញ្ចឹងទៅពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហ្នឹងគឺយើងរវល់រហូតហ្មងហើយអ្នកដែលធ្លាប់ធ្វើការក្នុង retail ដឹងហើយគឺឈោហើយដើរមួយថ្ងៃវល់ល្ងាចហ្មងអត់មានបានសម្រាកទេមិនបានទៅអង្គុយទៅអីចឹងណាហើយធ្វើការក្នុង retail ហ្នឹងគឺ test my patient មែនតើហ្មងដោយសារអីធ្វើការនៅនឹង5ឆ្នាំកន្លះគឺបបពិសោធន៍ដែលដើរចេញពីដែលខឹងហើយដើរចេញពីកន្លែងធ្វើការហ្នឹងមិនតិចដងទេហើយណាក៏3ដងដែរអញ្ចឹងណាហើយខ្ញុំអត់ recommend ឲ្យធ្វើចឹងទេបើមិនជាយើងខឹងយើងត្រូវតែដោះស្រាយនៅកន្លែងអញ្ចឹងណាប៉ុន្តែកាលហ្នឹងយើងក្មេងដែរគឺខ្ញុំត្រាប់ខឹងឲ្យដើរចេញពីកន្លែងហ្នឹងមិនតិចដងទេហើយអត់ recommend ឲ្យអ្នកទាំងអស់គ្នាធ្វើចឹងទេព្រោះជាកំហុសមួយដែលខ្ញុំតែងតែស្ដាយក្រោយថាយើងឆេវឆាវណាហើយធ្វើការនៅ retail ហ្នឹងអត់ boring ទេដោយសារអីរឿងថ្មីរហូតហើយមនុស្សរបៀបថា human behavior គឺ show នៅ retail ហ្នឹងច្រើនមែនទែនហ្មងព្យាខ្លះខឹងទាំងអត់មានហេតុផលណាអញ្ចឹងទៅអ្នកធ្វើការ retail ដឹងហើយអញ្ចឹងទៅនៅពេលដែលយើងធ្វើការនៅ retail អាការអត់ធ្មត់របស់យើងត្រូវតែមានកម្រិតខ្ពស់មែនទែនអញ្ចឹងមកខ្ញុំថាខ្ញុំធ្លាប់ខឹងដល់ថ្នាក់ដើរចេញពីកន្លែងធ្វើការហ្នឹងមិនតិចដងទេហើយ one more time អត់ recommend អ្នកទាំងអស់គ្នាធ្វើចឹងទេតែអាហ្នឹងរឿងដែលរួចហើយអញ្ចឹងខ្ញុំលើកមកនិយាយហើយមូលហេតុដែលគេចេះតែយកខ្ញុំវិញដោយសារអីយើងធ្វើការគ្រប់មុខអញ្ចឹងទៅគេក៏ចង់បាត់យើងដែរប៉ុន្តែវានៅតែជារឿងល្អដែលយើងដើរចេញពីការងារនៅពេលដែលវាចាប់ផ្ដើមពិបាកហើយមេរៀនដែលខ្ញុំបានរៀនពី retail គឺការប្រើ emotional intelligence ណានៅពេលដែលភ្ញៀវចាប់ផ្ដើមច្រឡោតតោកតងយើងត្រូវមានភាពអត់ធ្មត់ហើយនឹង ability to calm down ណាបើមិនចឹងទេគឺbreak down អីចឹងណាដូចខ្ញុំអញ្ចឹងយើង 3-4 ដងអញ្ចឹងណាគ្រាន់ថាដល់ពេលយើងធ្វើយូរទៅយើងក៏ចាប់ផ្ដើមរៀនប្រើ emotional intelligence យើងជាមុនអញ្ចឹងទៅយើងក៏អត់សូវអីអញ្ចឹងណាឲ្យខ្ញុំមានភាពអត់ធ្មត់ហើយនឹងអត់សូវប្រកាន់នៅពេលដែលទៅកន្លែងណាដែលមានជួរវែងក្នុងការ check out ព្រោះខ្ញុំត្រូវធ្វើការនៅជា cashier អញ្ចឹងទៅខ្ញុំដឹងថានៅពេលដែល line ចាប់ផ្ដើមវែងអញ្ចឹងអ្នកដែលកំពុងតែ check យើង out ហ្នឹងគេប្រឹងប្រែងអស់លទ្ធភាពហើយដើម្បីធ្វើមិនឲ្យ speed up line ហ្នឹងឲ្យវាលឿនអញ្ចឹងណាប៉ុន្តែបើសិនជាយើងម្នាក់ complain ពីរអ្នក complain វាធ្វើឲ្យ line ហ្នឹងកាន់តែយូរហើយកាន់តែវែងអញ្ចឹងវាមិនបានប្រយោជន៍អីទេគ្នាអ្នកខំប្រឹងធ្វើការ check យើង out ហ្នឹងគឺគេខំប្រឹងអស់លទ្ធភាពហើយដើម្បីសម្រួលធ្វើមិនឲ្យយើង check out លឿនជាងមុនអញ្ចឹងណាអញ្ចឹងទៅខ្ញុំអត់ងាយ complain ទៅបីឈោចាំ line យូរប៉ុណ្ណាក៏ដោយគឺអត់ងាយទេដោយសារយើងធ្លាប់ធ្វើការនៅជា cashier អញ្ចឹងយើងដឹងហើយយើងមានការអត់ឱនច្រើនអញ្ចឹងណាគឺការ retail ធ្វើឲ្យខ្ញុំដឹងថាក្នុងពេល2នាទីហ្នឹងយើងអាចមានសិទ្ធិក្នុងការរើសតែយើងចង់ឲ្យអ្នកដែលយើងជួបហ្នឹងចាំថាយើង treat គេរបៀបណាឧទាហរណ៍ថាយើងចាំ line យូរប៉ុន្តែនៅពេលដែលយើងដល់វេនយើងចូលទៅ check out យើងបែរជានិយាយថាអូអ្នកឯងធ្វើការហត់ហើយភ្ញៀវច្រើនថ្ងៃនេះរវល់កុំបារម្ភខ្ញុំឈរចាំតាមផ្លិបហ្នឹងអត់អីទេអញ្ចឹងណាតែបើសិនជាយើងនិយាយថាធ្វើការអីក៏យឺតម៉េចឲ្យគេចាំនឹងរាប់ម៉ោងតើពីរហ្នឹងវាខុសគ្នាមិនអញ្ចឹងពេលតែ2នាទីទៅយើងរើសទៅថាយើងចង់ treat មនុស្សរបៀបម៉េចហើយការងារទី4ដែលខ្ញុំបានធ្វើគឺជា corporate នៅក្នុង corporate ណាពេលដែលចប់បញ្ញាបត្រភ្លាមខ្ញុំបានចូលធ្វើការនៅ corporate ភ្លាមអញ្ចឹងទៅនៅពេលដែលបានទទួលការងារពី corporate នឹងហើយក៏ចាប់ផ្ដើមឈប់ធ្វើការនៅ retail ដែលយើងធ្វើ5ឆ្នាំណាហើយចាប់ផ្ដើមមានអារម្មណ៍ថាមោទនភាពថាខ្លួនឯងលយទៅធ្វើការនៅ corporate ធំហើយក្រុមហ៊ុនដែលខ្ញុំធ្វើហ្នឹងជាក្រុមហ៊ុនbusiness មួយដែល local អញ្ចឹងទៅមានអ្នកស្គាល់ច្រើនអញ្ចឹងពេលដែលយើងប្រាប់ថាយើងធ្វើការនៅនេះគេស្គាល់អញ្ចឹងទៅយើងចាប់ផ្ដើមយល់ថាយើងលយឈប់ធ្វើការកបិកបកទៀតហើយបែរជាងាកក្រោយគិតថាការងារទាំង4ដែលធ្លាប់ធ្វើហ្នឹងជាការងារកបិកបកហើយយល់ថាវាអត់លយដូចអា corporate ដែលយើងនឹងចាប់ផ្ដើមធ្វើនេះតែនៅពេលដែលចាប់ផ្ដើមចូលធ្វើការភ្លាមគឺអារម្មណ៍ទី1ដែលទទួលបានហើយថេគឺ shock ហ្មងចូលធ្វើការទើបដឹងថាប្រជុំពី1ទៅ1ថ្ងៃប្រជុំ
ហើយណាក៏3ប្រជុំដែរហើយ email flooding inbox ហ្នឹងមួយថ្ងៃមើល email ចង់ជ្រុះភ្នែកហើយតិច phone call តិចប្រជុំរបៀបថាហើយធ្វើការ cross department ទៀតត្រូវ communicate ជាមួយនឹង department ផ្សេងទៀតនិយាយរួមទៅតាំងពី clock in ដល់ clock out គឺអត់មានពេលតនេទេហើយចាំបានថាភ្នែកចង់ជ្រុះហើយតែ mental exhausted ហ្នឹងចាប់ដើម build up មួយថ្ងៃទៅមួយថ្ងៃហើយដឹងខ្លួននេះហើយនៅពេលដែលធ្វើការហ្នឹងភ្ញាក់មួយរឿងទៀត shock មួយរឿងទៀតដោយសារអីថា team work ហ្នឹងគេអត់ចង់ឲ្យយើងល្អលើគេទេអញ្ចឹងណាគ្រប់ពេលដែលប្រជុំហើយមានឈ្មោះយើងដែលទទួលបានការសរសើរពីមេអញ្ចឹងគេផ្ទះដៃឲ្យយើងគេញញឹមដាក់យើងប៉ុន្តែពីក្រៅខ្នងរបស់យើងហ្នឹងគឺជាភាពចំណែនហើយចង់ទីយើងទម្លាក់ហើយការប្រកួតប្រជែងហ្នឹងខ្ញុំអត់ដែរធ្លាប់មានណាព្រោះតាំងពីធ្វើការផ្សេងមកចេះតែមានអារម្មណ៍ថាបើសិនជាឃើញគេល្អគេធ្វើការល្អក៏ជួយគ្នាម្ដាយមួយជើងដើម្បីឲ្យរួចអញ្ចឹងណាធ្វើការនៅ retail ដូចគ្នាយើងជួយគ្នាទៅយើងឆាប់បានលឿនអញ្ចឹងណាតែនៅពេលនេះគឺជាការប្រកួតប្រជែងដែរប៉ុន្តែប្រកួតប្រជែងដូចរបៀបស៊ីសាច់ហត់ឈាមរបៀបបើសិនជាយើងល្អគេចាប់ដើមអត់ចូលចិត្តយើងភ្លាមហ្មងអានឹងជារឿងដែលshock ខ្ញុំខ្លាំងមែនទែនហើយ long story short ធ្វើការនៅនឹង3ឆ្នាំកាលពីខែ7ឆ្នាំ2023ហ្នឹងគឺ breakdown mental breakdown ខ្លាំងមែនទែនហ្មងខ្ញុំនឹងនិយាយនៅវីដេអូមួយទៀតកាលពីឆ្នាំ2023ដើម្បីនិយាយ focus ទៅរឿង mental health អញ្ចឹងណាប៉ុន្តែក្នុងវីដេអូនេះខ្ញុំគ្រាន់តែ long story short ថាគឺ breakdown ហើយនៅពេលដែលចាប់ breakdown គឺវាមានរឿងផ្សេងជាច្រើនទៀតដែលបូកផ្សំប៉ុន្តែចម្បងហ្នឹងគឺមកពីធ្វើការនៅនឹងឯងមេរៀនដែលខ្ញុំរៀនបានពីធ្វើការនៅ corporate ហ្នឹងគឺការតំណែងគឺសំខាន់ខ្លាំងមែនទែនបើសិនជាយើងអត់ចេះការតំណែងទេគឺការងារយឺតហើយមានបញ្ហាច្រើនមែនទែននៅពេលដែលយើងអត់តំណែងល្អរឿងទី2ហ្នឹងគឺធ្វើឲ្យខ្ញុំមានការដាក់ខ្លួនជាងមុនហើយដឹងថាតំណែងតួនាទីកន្លែងធ្វើការគឺមិនបញ្ជាក់ថាយើងជាអ្នកគេទេវាអត់ធ្វើឲ្យយើងលោជាងអ្នកណាគេវាអត់ធ្វើឲ្យយើងគួរតែសម្ញែងរឹកលើសអ្នកណាគេទេការងារគ្រាន់តែជាមុខតំណែងគ្រាន់តែជាតួនាទីការជោគជ័យនៅក្នុង corporate គឺអត់មាន empathy មានន័យថាគេក្រុមប្រឹងធ្វើមិនឲ្យតែគេបានឡើងចដានឹងឲ្យវិញឲ្យមានឋានៈឲ្យខ្ពស់ឲ្យមានឋានៈខ្ពស់អញ្ចឹងទៅគេខ្វល់ថានៅក្នុងដំណើរដែលទៅកាន់តំណែងខ្ពស់ហ្នឹងធ្វើឲ្យអ្នកដែលធ្វើការជាមួយនឹងជឿចាប់ធ្វើឲ្យអ្នកធ្វើការជាមួយនឹងមានអារម្មណ៍អត់ល្អគេអត់ខ្វល់ទេសំខាន់គេចង់ធ្វើមិនឲ្យតំណែងគេខ្ពស់ដោយមានលក្ខខណ្ឌហើយការជោគជ័យហ្នឹងធ្វើឲ្យខ្ញុំអត់យល់ស្របហើយអត់ចង់ឲ្យខ្លួនឯងទៅជាអញ្ចឹងដែរណាហើយរឿងដែលសំខាន់មួយទៀតនៅក្រោយពេលដែលបញ្ចប់ការងារនៅ corporate ហ្នឹងគឺធ្វើឲ្យខ្ញុំដឹងថាខ្ញុំអត់ចង់ធ្វើការនៅក្នុង cubicle ដែលសូម្បីតែមេឃភ្លៀងពលឺថ្ងៃយើងអត់ដឹងហើយការងារទី5ដែលខ្ញុំធ្វើបាន2ឆ្នាំហើយនេះគឺជា personal banker នៅក្នុង local bank មួយការងារនេះគឺបានធ្វើឲ្យខ្ញុំជួបមនុស្សជាច្រើនហើយគ្រប់ការសន្ទនាទាំងអស់គឺតកតូននឹងលុយខ្ញុំត្រូវជួបភ្ញៀវរាល់ថ្ងៃដើម្បីពិភាក្សារឿងថាតើគូ open account ណា checking saving ឬក៏ investment ឬក៏ account របៀបណាដែលស័ក្តិសមមួយហិរញ្ញវត្ថុរបស់គេហើយរាល់ថ្ងៃហ្នឹងគឺជួបមនុស្សគ្រប់ប្រភេទទាំងអស់តាំងពីអ្នកដែលចូលមកដើម្បីពិភាក្សាក្នុងការសំទិញផ្ទះអន្សំលុយដើម្បីកូនទៅរៀនថ្ងៃអនាគតឬក៏អន្សំលុយដើម្បី emergency fund អ្នកខ្លះមកខ្ចីលុយដើម្បីតកតូននឹងរឿងរស់ស៊ីអ្នកខ្លះទៀតគឺ living paycheck to paycheck ក៏ប៉ុន្តែការសន្ទនាការពិភាក្សាតកតូននឹងហិរញ្ញវត្ថុគឺវា more humane than យើង expect ទៀតព្រោះធ្វើឲ្យខ្ញុំកាន់តែដឹងថាក៏ប៉ុន្តែលុយវាមិនមែនគ្រាន់តែជាតួលេខទេតែវាគឺជា emotion ហើយជាក្តីសង្ឃឹមការទុកចិត្តយើងគិតថាបើសិនជាម្នាក់នឹងលឺ paycheck to paycheck ហើយមកនិយាយមួយយើងថាចង់ឲ្យកុំឲ្យយើង charge fee នៅពេលដែលគេចាយលុយហួសពីអីដែលមាននៅក្នុងកង់អីចឹងណាគឺវាធ្វើឲ្យយើងដឹងថាក៏ប៉ុន្តែនឹង so real emotion ណា real human emotion ខ្ញុំកំពុងតែធ្វើការនៅ bank ឡើយទេប៉ុន្តែមេរៀនដែលខ្ញុំរៀនបាននៅរហូតដល់ក្នុងពេលនេះគឺទី1ធ្វើឲ្យខ្ញុំរៀនមើលមនុស្សហួសពីតួលេខនៅក្នុង bank account មានន័យថាតួលេខនៅតែជាតួលេខទេនៅក្នុង bank account វា still come down ថាម្នាក់នឹងជាណាអ្នកដែលឈរចំពោះមុខយើងនឹងគឺជាណាគេបើជាម្នាក់នឹងមានឬក្រក៏ដោយគឺ
គ្រប់គ្នាទាំងអស់គឺសិតតែព្យាយាមដើម្បីធ្វើមិនឲ្យ life ហ្នឹង better ពីមួយថ្ងៃទៅមួយថ្ងៃហើយអា life better ហ្នឹងគឺនិយមន័យផ្សេងគ្នាជាងទៅហើយរឿងដែលសំខាន់បំផុតដែលធ្វើឲ្យខ្ញុំរីកចម្រើនបន្ទាប់ពីធ្វើការនៅ bank គឺវាធ្វើឲ្យខ្ញុំបើកចិត្តក្នុងការរៀនពី financial like education ហ្នឹងច្រើនជាងមុនពីមុនអត់ដឹងទេដឹងតែរកបានចាយចំណាយធម្មតាទៅអត់ដឹងទេតែតាំងពីចាប់ផ្ដើមធ្វើការនៅbank ហ្នឹងមកឃើញការចាយលុយរបស់មនុស្សផ្សេងៗគ្នាឃើញការសន្សំឃើញការ invest របស់មនុស្សផ្សេងៗគ្នាធ្វើឲ្យខ្ញុំនឹងចង់ដឹងចង់ឮពី financial ហ្នឹងច្រើនជាងមុនហើយធ្វើឲ្យខ្ញុំចេះសន្សំជាងមុនចេះចាយមានរបៀបរបបជាងមុនហើយlean into investment ច្រើនជាងមុនហើយរឿងដែលសំខាន់បំផុតគឺធ្វើឲ្យខ្ញុំចេះឲ្យតម្លៃគ្រប់កាក់គ្រប់ផ្សេងដែលយើងរកបាននឹងជាងមុនអញ្ចឹងហើយមុននឹងចាយអីយើងត្រូវដឹងថានឹងជា hard earn money យើងអាចចេះតែចាយពេញទៅវាលបាននេះជាការងារទាំង5ដែលខ្ញុំធ្លាប់ធ្វើហើយនឹងមេរៀនផ្សេងៗដែលខ្ញុំបានរៀនពីការងារទាំង5ហ្នឹងហើយដើម្បីបញ្ចប់វីដេអូហ្នឹងខ្ញុំមាន point take away 2ទី1គឺសូមអ្នកទាំងអស់គ្នាកុំមានការមើងងាយមើលថោកលើកិច្ចការងាររបស់អ្នកដទៃដរាបណាការងារនឹងសុចរិតការងារនឹងមិនបំផ្លាញអ្នកណាម្នាក់ទេគឺយើងមិនមានសិទ្ធិឬក៏មិនគួរក្នុងការមើងងាយការងារទាំងអស់ហ្នឹងទេហើយគ្មានការងារណាល្អជាងការងារណាទេពីព្រោះនៅក្នុងសង្គមយើងត្រូវការពឹងពាក់គ្នាជាឧទាហរណ៍បើសិនជា corporate ធំ building ខ្ពស់ប៉ុន្តែអត់មានអ្នក clean តែយើងអាចទៅធ្វើការដោយស្រស់ស្រាយបាននេះបើសិនជាអត់មានអ្នក clean បន្ទប់ទឹកបើសិនជាអត់មានអ្នកទៅ clean តុកៅអីដែលយើងអង្គុយហ្នឹងគឺយើងអាចបាននេះហើយបើយើងទៅសម្រាកនៅកន្លែងណាមួយហើយបើសិនជាគេថាយើងត្រូវតែ clean ខ្លួនឯងតែយើងមានអារម្មណ៍ថាយើង on vacation ទៀតអត់ទេអញ្ចឹងទៅគ្រប់ការងារទាំងអស់គឺមានការប្រស្រ័យតាក់ទងគ្នាហើយពឹងពាក់លើគ្នាទៅវិញទៅមកព្រោះនៅពេលដែលយើងដោះសម្លៀកបំពាក់ដោះមុខតំណែងនឹងចេញគឺយើងគ្រាន់តែជាមនុស្សម្នាក់ទេអញ្ចឹងទៅយើងអត់អាចគួរតែសម្ញែងរឹកយល់ថាខ្លួនឯងអស្ចារ្យជាងណាគេដោយសារតែមុខរបរមុខជំនាញរបស់យើងនោះឯងរឿងទី2គឺបើសិនជាអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះកំពុងតែធ្វើការមួយដែលសង្គមឲ្យនិយមន័យថាជាការងារតូចតាចអត់សូវមានតម្លៃខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាថាកុំឲ្យអ្នកណាគេម្នាក់ឬក៏ផ្ដល់សិទ្ធិឲ្យអ្នកណាគេម្នាក់ដើម្បីធ្វើឲ្យយើងមានអារម្មណ៍ថា small ហើយអត់មានតម្លៃដោយសារតែការងារដែលយើងកំពុងតែធ្វើកុំឲ្យសិទ្ធិទៅអ្នកទាំងអស់គ្នានឹងដើម្បីនិយាយបង្អាក់ទឹកចិត្តរបស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តហើយជ្រើសរើសគិតថាគ្រប់ការងារធំគឺចាប់ផ្ដើមពីការងារតូចហើយគ្រប់មនុស្សដែលមើលទៅអស្ចារ្យហើយ strong character គឺសិតតែមានការចាប់ផ្ដើមអញ្ចឹងគ្រាន់តែការចាប់ផ្ដើមហ្នឹងខុសគ្នាប៉ុណ្្នឹងឯងគ្រប់គ្នាគឺមានការចាប់ផ្ដើមហើយការចាប់ផ្ដើមហ្នឹងគឺខុសៗគ្នាអញ្ចឹងទៅយើងមិនអាចប្រៀបធៀបការចាប់ផ្ដើមគេជាមួយនឹងការចាប់ផ្ដើមយើងបានទេកុំគិតថាខ្លួនឯងនឹងយឺតកុំប្រៀបធៀប timeline របស់យើងទៅ timeline គេអ្នកទាំងអស់គ្នាអត់យឺតទេអីដែលអ្នកទាំងអស់គ្នាធ្វើបានគឺខំប្រឹងប្រែងតស៊ូឈានមកជំហានហើយមកជំហានទៀតហើយធ្វើឲ្យខ្លួនឯងល្អជាងកាលពីម្សិលមិញហើយយូរនឹងឆាប់មុននឹងក្រោយអ្នកទាំងអស់គ្នានឹងទៅដល់គោលដៅដែលអ្នកទាំងអស់គ្នាចង់ទៅហើយទទួលបានការងារដែលអ្នកទាំងអស់គ្នាចង់ធ្វើនៅថ្ងៃណាមួយមិនខាននេះគឺខ្ញុំក្នុងរងថ្ងៃនេះការងារទាំង5ហ្នឹងគឺសិតជាការងារដែលខ្ញុំអត់ចង់ធ្វើប៉ុន្តែរឿងមួយដែលខ្ញុំតែងតែធ្វើគឺគ្រប់ការងារទាំងអស់ដែលខ្ញុំធ្វើគឺខ្ញុំតែងតែ put 110% បើគេឲ្យប្រាក់ខែយើង200គឺធ្វើឲ្យដោយប្រាក់ខែ1000អញ្ចឹងខ្ញុំសង្ឃឹមមានក្តីសង្ឃឹមថានៅពេលឆាប់នេះខ្ញុំនឹងរកឃើញខ្លួនឯងជាណាគេចង់ធ្វើអីឲ្យប្រកបប៉ុន្តែនៅពេលដែលអារម្មណ៍នឹងអត់ទាន់មកដល់គឺខ្ញុំនៅតែ keep showing ហើយខ្ញុំមានក្តីសង្ឃឹមថាដរាបណាខ្ញុំខំប្រឹងប្រែងខ្ញុំ show up ខ្ញុំអត់ give up ខ្ញុំនឹងទៅដល់គោលដៅឬក៏រកឃើញខ្លួនឯងរកឃើញការងារដែលខ្លួនឯងចង់ធ្វើនៅថ្ងៃណាមួយមិនខាននេះហ្នឹងហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកទាំងអស់គ្នាដែលចូលរួមស្ដាប់keep showing up